ថ្ងៃទី13 ខែមេសាម៉ោង 10:30 នាទីស្អែក14 មេសាម៉ោង 10:48 នាទីជាថ្ងៃចូលឆ្នាំបាទខ្ញុំធ្វើវីដេអូនេះចង់ជម្រាបថាយើងរៀនចំណាំពីដើមមកការចូលឆ្នាំគឺយើងគេនិយាយថាដូនតាយើងរើសយកថ្ងៃខែដែលប្រជាកសិករទំនេរដូចជាមិនទំនេរទេខែនេះបាទទំនេរតែអ្នកស្រុកធ្វើស្រូវវស្សាខ្លះតែជាទូទៅខ្មែរយើងធ្វើស្រែ3 ដងបាទស្រែវស្សាស្រែបដាញ់ទឹកស្រែចម្លើងនិងស្រែប្រាំងទៀតបាទណាឥឡូវគាត់កំពុងតែប្រមូលផលស្រែប្រាំងបាទដូច្នេះយើងចូលចំណាំថាពេលចូលឆ្នាំម្ដងចូលឆ្នាំខ្មែរថាសង្ក្រាន្តគឺការឆ្លងឆ្នាំម្ដងគឺมันបានទៀងទាត់នៅម៉ោងនៅពេលដូចចូលឆ្នាំសកលចូលឆ្នាំចិនយួននោះទេចូលឆ្នាំសកលចូលឆ្នាំចិនយួនគឺឆ្លងម៉ោង 12 អាធ្រាត្រមិនមែនម៉ោង 24បាទតែដល់ឡែកចូលឆ្នាំខ្មែរគិតតាមសុរិយគតិបាទនៅពេលនោះគេថាព្រះសូរ្យាឆ្លងពីមីនារាសីចូលទៅមេសារាសីបាទរាសីប្រែខែបាទហើយឆ្នាំនេះសំណាងល្អសម្រាប់ការសង្កេតរបស់យើងទាំងអស់គ្នាបាទគឺនៅពេលដែលចូលឆ្នាំម៉ោងចូលឆ្នាំបាទឥឡូវនេះយើងមើលស្រមោលខ្ញុំឈរជន់បាទសឹងនឹងជន់គ្នាហើយប៉ុណ្ណានៅពេលម៉ោងចូលឆ្នាំហ្នឹងបើសិនជាម៉ោងបានតំណវិធីការភាសាគឺសមលជន់គ្នាម្ដងបានអីថាព្រះអាទិត្យហ្នឹងឈរនៅពីលើក្បាលយើងបាទម៉ោងចូលឆ្នាំខ្មែរនោះបាទដូច្នេះបុរាណអាចារ្យយើងលោកបានគិតគូរវែងឆ្ងាយណាស់មិនមែនចេះតែចូលឆ្នាំទៅនឹកឃើញថាអូខែនេះខែទំនេរខែអីណាយ៉ាងម៉េចអត់ទេបាទគឺសង្ក